សុទ្ធទេតើតម្រូវឲ្យជ្រើសរើសរវាងវិបត្តិបំណុលខ្នាតតូចនិងបញ្ហាប្រឈមការងាររបស់យុវជនតើមួយណាជាក្របបែកពេលវេលាធំជាងគេសម្រាប់ស្ថិរភាពនយោបាយកម្ពុជាចាំខ្ញុំជម្រាបនៅក្នុងនយោបាយគេមិនដែលប្រើពាក្យថាក្របបែកម៉ោងទេគេនិយាយអំពីបញ្ហាប្រឈមណាសុទ្ធទេបើខ្ញុំជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបញ្ហាប្រឈមមានជាង100យ៉ាងអញ្ចឹងខ្ញុំឲ្យក្រុមការងារជំនាញខ្ញុំprioritize ប្រែជាភាសាខ្មែរថាកំណត់អាទិភាពដល់កំណត់អាទិភាពហើយឲ្យអ្នកជំនាញខ្ញុំផ្ដល់ឲ្យខ្ញុំនៅរបាយការណ៍ executive គេហៅថារបាយការណ៍ CEO របាយការណ៍ហ្នឹងយកមកឲ្យខ្ញុំមើលបើសប្តាហ៍ថ្ងៃនេះរបាយការណ៍ហ្នឹងត្រូវមកជាមួយនឹងតារាងរូបគេហៅថាតារាងរូបដែលភាសាអង់គ្លេសហៅថា diagram exhibition ឲ្យវាងាយយល់មែនទែនមានន័យថាដាក់ចំណុចសំខាន់ៗឲ្យងាយយល់នៅពេលហ្នឹងនៅក្នុងចំណោមហ្នឹងខុសតកាឡៃខ្ញុំអង្គភាពខាងជំនាញអាទិភាពនឹងផ្ដល់ឲ្យខ្ញុំថានៅក្នុងឆ្នាំទី1ទី2ទី3ទី4ទី5នៃរដ្ឋាភិបាលខ្ញុំអាទិភាពផ្លាស់ប្ដូរយ៉ាងណាហើយនៅពេលដែលស្គាល់អាទិភាព priority នេះចែកជាពីរមួយ foreign affairs កិច្ចការបរទេសមួយ domestic affairs កិច្ចការក្នុងស្រុកណាខ្ញុំក៏លេចមើលទៅ priority ហ្នឹងខ្ញុំ delegate power and responsibility ប្រែជាភាសាខ្មែរថាខ្ញុំជានាយករដ្ឋមន្ត្រីត្រូវប្រតិភូអំណាចគឺផ្ដល់អាទិភាពមួយចំនួនទៅឲ្យឧបនាយករដ្ឋមន្ត្រីបច្ចុប្បន្នខ្ញុំមានឧបនាយករដ្ឋមន្ត្រី10នាក់ហើយមានទេសរដ្ឋមន្ត្រីហើយមានប្រតិភូអញ្ចឹងខ្ញុំក៏លេចមើលថាតើឧបនាយករដ្ឋមន្ត្រីទទួលនៅកិច្ចការអាទិភាពណាខ្ញុំអាសាញ priority ហ្នឹងទៅកាន់ឧបនាយករដ្ឋមន្ត្រីហើយឲ្យឧបនាយករដ្ឋមន្ត្រីហ្នឹងរាយការណ៍ឲ្យខ្ញុំតាន់ពេលវេលាណាហើយផ្ដល់ឲ្យនៅគេហៅថានីតិហៅថាយត្តាធិការរបស់មន្ត្រីយត្តាធិការរបស់មន្ត្រីគឺ jurisdiction នៃមន្ត្រីនីមួយៗដែលជាឧបនាយករដ្ឋមន្ត្រីថាតើមានអំណាចសម្រាប់ប៉ុណ្ណាការព្រមព្រៀងទៅលើអាទិភាពទាំងអស់ហ្នឹងហើយខ្ញុំចែកអាទិភាពទៅកាន់ចៅក្រសួងគឺរដ្ឋមន្ត្រីនៃក្រសួងនីមួយៗដល់បន្ទាប់ពីចែកអាទិភាពហើយនៅក្នុងចំណោមអាទិភាពមួយចំនួនគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់នាយករដ្ឋមន្ត្រីថ្មីត្បិតតែបានប្រតិភូអំណាចហើយប៉ុន្តែអានោះវាសំខាន់នាយករដ្ឋមន្ត្រីត្រូវអញ្ចឹងពេលខ្ញុំចែករំលែកអាទិភាពហើយខ្ញុំកាន់របស់ប្រចាំថ្ងៃរបស់ខ្ញុំហើយគ្រប់អាទិភាពនៃបញ្ហាទាំងអស់គឺត្រូវមាន feedback មានន័យថាបញ្ហាបង្កើតដំណោះស្រាយដាក់អនុវត្តហើយទាមទារយកផលលំបាកមកវិញដល់ផលលំបាកវិញបញ្ជូនផលលំបាកឲ្យអ្នកឯកទេសដើម្បីរកដំណោះស្រាយវគ្គទី2ដល់រកដំណោះស្រាយឃើញដាក់អនុវត្តទៀតទាញផលលំបាកពីការអនុវត្តលើកទី2យកមកឲ្យអ្នកបច្ចេកទេសរកដំណោះស្រាយទី3ដាក់អនុវត្តហើយទី3ប្រមូលផលលំបាកមកវិញរកដំណោះស្រាយទៀត feedback ហើយនឹង re-applying corrective implementation on that priority policy ក្រសួងធ្វើតែអញ្ចឹងទាំងអស់គ្នាហើយបើមានកន្លែងណា dead end វាទៅដល់ចំណុចមួយដែលដោះស្រាយអត់ចេញអានឹងឡើងនាយករដ្ឋមន្ត្រីអូខេដូច្នេះនៅពេលដែលចៅឯងក្មួយឯងសួរអំពីក្របបែកម៉ោងណារវាងអីរវាងបំណុលខ្នាតតូចជាបញ្ហារបស់ក្រសួង2ដែលធំបញ្ហារបស់ក្រសួងហិរញ្ញវត្ថុតិចជាងទេបញ្ហាដែលធំជាងគេគឺបញ្ហាធនាគារកណ្ដាលកាលណាមានវិបត្តិហិរញ្ញវត្ថុធនាគារកណ្ដាលធនាគារជាតិនៃកម្ពុជានឹងទទួលការណែនាំឬការជូនដំណឹងពីសមាជិកសង្កេតការបរទេស International Financial Observer នៅ World Bank នៅ IMF នៅ ADB and other financial institution in relationship with Central Bank of Cambodia គេជូនដំណឹងយើងពីព្រោះយើងតាក់ទង microfinance យើងតាក់ទងពីកញ្ចប់លុយដែលយើងទាញយកពីគេអញ្ចឹងនៅពេលហ្នឹង include United Nation គេតែងផ្ដល់នៅទស្សនៈហើយនឹងមតិការណែនាំនិងការសិក្សាធនាគារជាតិកម្ពុជានឹងណែនាំទៅកាន់ធនាគារលក់រាយហើយនឹងក្រុមហ៊ុនហិរញ្ញវត្ថុ microfinance ទាំងអស់នៅក្នុងហ្នឹងជូនដំណឹងសភាពការហ្នឹងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបាយការណ៍ executive មួយដែលទេសាភិបាលធនាគារជាតិកម្ពុជាជូនដល់នាយករដ្ឋមន្ត្រីកិច្ចការនេះនាយករដ្ឋមន្ត្រីអត់កាន់ផ្ទាល់ទេអូខេពីព្រោះអី microfinance នៅពេលដែលអ្នកជំពាក់បំណុលខ្នាតតូចវាកើនឡើង
ជាកិច្ចការហិរញ្ញវត្ថុសេដ្ឋកិច្ចនិងធនាគារកណ្ដាលយករដ្ឋមន្ត្រីអត់កាន់អាហ្នឹងទេកិច្ចការហ្នឹងមិនមែនគ្រាប់បែកម៉ោងទេអត់ខ្ទុះងាប់ទេ based on financial regulation banking regulation ណាហើយបើសិនជាមាន stimulus បើសិនណាជាក្រសួងហិរញ្ញវត្ថុឬក៏សេដ្ឋកិច្ចជាតិនៅក្នុងកិច្ចសហប្រតិបត្តិការឬការងារឆ្លងជាមួយនឹងធនាគារជាតិនៃកម្ពុជាឃើញថាវិបត្តិជំពាក់បំណុលនឹងធ្ងន់មែនតើណារដ្ឋាភិបាលធ្វើ stimulus ធ្វើ financial stimulus ណាពិនិត្យមើលហើយធនាគារជាតិនៃកម្ពុជាធ្វើ adjustment on monetary policy នៅក្នុង adjustment of monetary policy តាក់ទងនឹង microfinance គឺធនាគារជាតិនៃកម្ពុជាត្រូវណែនាំឲ្យធនាគារលក់រាយហើយនិងក្រុមហ៊ុនហិរញ្ញវត្ថុកំណត់រឹតបន្តឹងកម្ចីមនុស្សជំពាក់ច្រើនចូលទៅដល់ចំណុចសងមិនងាយរួចត្រូវផ្អាកខ្ចីអាហ្នឹងគឺជា monetary and financial policy ផ្អាកកម្ចីនៅពេលផ្អាកកម្ចីហ្នឹងរដ្ឋធ្វើ stimulus មានច្រើនយ៉ាងទី1តើអ្នកដែលវាន់កដោយកម្ចីគឺជាអ្នកគេហៅថា responsible borrower ឬទេណា responsible borrower មានន័យថាអ្នកខ្ចីលុយហើយមានការទទួលខុសត្រូវបើសិនគេរកឃើញចំនួនពិតនៃអ្នកខ្ចីលុយទទួលខុសត្រូវដែលវាន់ក stimulus ត្រូវ apply ទៅលើអ្នកហ្នឹងចុះអ្នកដែលខ្ចីគេឲ្យជំពាក់វាន់កប៉ុន្តែមិនមែនជា responsible borrower គេឲ្យខ្សែទុនហើយបើអ្នកនឹងស្រ័យទៅខ្ញុំបាត់ដីខ្ញុំបាត់ផ្ទះដោយសារធនាគាររឹបអូសគេអត់ដោះស្រាយឲ្យទេហើយបើកើតបញ្ហាចាប់ដាក់គុកពីព្រោះអ្នកនឹងជាអ្នកខ្ចីលុយមិនទទួលខុសត្រូវកម្ចីស្អុយមិនមែនដោយសារការទទួលខុសត្រូវគឺការខ្ចីលុយគេដូច្នេះកុំស្រែកឲ្យរដ្ឋាភិបាលលោកអើយអយុត្តិធម៌ណាគេយកផ្ទះខ្ញុំលោកអើយគេកាប់យកដីខ្ញុំអត់ទេហើយចាត់វិធានការហិរញ្ញវត្ថុមួយបុគ្គលទាំងឡាយណាដែលជំពាក់លុយគេទោះបីប្រកាសខ្សែធនក៏ដោយឬមិនខ្សែធនដោយបំណុលមិនដាច់ទេអត់លើកលែងឲ្យទេគឺបានសេចក្តីថាបុគ្គលដែលមិនទទួលខុសត្រូវក្នុងកម្ចីត្រូវជាប់ពិន័យ10ឆ្នាំមិនអាចខ្ចីលុយបានមានន័យថាក្រៅពីខ្សែធនហើយបុគ្គលនឹងខ្ចីលុយគេលែងបាន10ឆ្នាំនៅអាមេរិកគេធ្វើតែអញ្ចឹង when you declare bankruptcy you have 7 years of bankruptcy remark and you don't have credit for 7 years ធនាគារណាក៏ដោយសូម្បីតែជំពាក់គេទិញម៉ូតូគេអត់ឲ្យជំពាក់ដែរពីព្រោះម្នាក់ហ្នឹងវាចូលទៅដល់ចំណុចលែងទទួលខុសត្រូវលើកម្ចីលើបំណុលណាមិនមែនក្របបែកម៉ោងទេក្របបែកម៉ោងជា social panic ទេយល់ទេកូនអាហ្នឹងរឿង micro intern រឿងអីណាគេគិតអញ្ចឹងវាមិនមែនជាក្របបែកម៉ោងទៅខ្ទុះគណៈរដ្ឋមន្ត្រីឲ្យលាយទេអត់ទេនឹងចំណុចមួយណាសូមយល់ឲ្យច្បាស់រឿងហ្នឹងណាហ្នឹង real estate បញ្ហា real estate ក៏មិនមែនបញ្ហាធំដែរបញ្ហាហ្នឹងដោះស្រាយបានរយៈកាលកន្លងមករាជការមិនដោះស្រាយរាជការដោះស្រាយមិនទាន់ពេញលេញណាអូខេរីឯបញ្ហាអត់ការងារអាហ្នឹងបញ្ហាសេដ្ឋកិច្ចណាសុទ្ធរៈបញ្ហាការងារវា stronger than បញ្ហាបំណុលពីព្រោះអីប្រជាជនមានការងារមានលុយសងបំណុលប្រជាជនអត់ការងារអត់សងបំណុលអញ្ចឹងបញ្ហា family debt បំណុលនៅក្នុងគ្រួសារឬក៏បំណុលឯកជនគឺមកពីអត់ការងារអញ្ចឹងបញ្ហាអត់ការងារជាអីជាអាទិភាពចុះក្រសួងការងារទទួលខុសត្រូវបានអត់បានទេអាហ្នឹងគឺត្រូវតែនាយករដ្ឋមន្ត្រីក្តាប់ព្រោះអាហ្នឹងវាជាជីវិតស្លាប់រស់របស់រដ្ឋាភិបាលអញ្ចឹង between microfinance ឬក៏ individual debts ឬក៏ family debts they are not important as unemployment ប្រទេសអាមេរិកឲ្យតែមនុស្សអត់ការងារធ្វើកើនឡើងប្រធានាធិបតីចុយមកអញ្ចឹងនៅប្រទេសយើងក៏អត់ខុសគ្នាដែរ unemployment is a big headache that relating to economic performance មានន័យថាការអត់ការងារធ្វើវាតាក់ទងខ្លាំងទៅលើសេចក្តីចម្រើននៃសេដ្ឋកិច្ចអញ្ចឹងសុខធិរៈអានឹងរដ្ឋនាយករដ្ឋមន្ត្រីត្រូវនេះហើយក្រសួងការងារដោះស្រាយបានទេគាត់ក្រសួងការងារអត់មាន ability to create job ទេมันអាចបន្ទោសក្រសួងការងារទេក្រសួងការងារគ្រាន់តែជាស្ថិតិប្រមូលហើយនឹងដោះស្រាយបញ្ហាវិវាទកម្មក្នុងសិទ្ធិពលកម្មទេក្រសួងការងារគ្មាន ability to create job ទេអញ្ចឹងអ្នក create policy towards job creation នាយករដ្ឋមន្ត្រីអញ្ចឹងអារឿងអត់ការងារធ្វើត្រូវនៅលើតុនាយករដ្ឋមន្ត្រីដល់បានទេគាត់ណាសុខធិរៈហើយយកទៅគិតទៅថាតាចាត់នៅពេលតាឆ្លើយតាល្ងងប៉ុណ្ណាតាចេះប៉ុណ្ណា